បាទគោរពជំរាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាបាទថ្ងៃនេះដែរជិះកាត់មុខវាំងបាទនៅថ្ងៃទី12ខែ11 2025បាទក៏ថតមុខវាំងចែកជូនបងប្អូនមើលកំសាន្តតទៅទៀតហើយបាទនេះមុខវាំងយើងនៅតែស្រស់ស្អាតបាទពីមួយថ្ងៃទៅមួយថ្ងៃអត់ប្រែប្រួលទេបាទចំណែកសัตว์ព្រាបក៏វាអត់ទៅណាដែរគឺនៅកោះកមុខវាំងតែម្ដងបាទភ្ញៀវជាតិនិងអន្តរជាតិបាទថ្ងៃនេះគឺថ្ងៃទី12ខែ11ខែវិច្ឆិកាហ្នឹងពុកម៉ែបងប្អូនបាទ2025បាទនេះព្រះអង្គដងការយើងមកបន់ស្រន់ស្អែកថ្ងៃសិលហើយបាទហ្នឹងហើយហេងបងប្អូនឃើញវីដេអូនេះហើយ share like share សុំសេចក្តីសុខសេចក្តីចម្រើនបាទហ្នឹងហើយថតចែកជូនពុកម៉ែបងប្អូនអាប់ដេតឲ្យតែជីកកាត់គឺថតឲ្យពុកម៉ែបងប្អូនមើលកំសាន្តតែម្ដងបាទនេះមុខវាំងរបស់យើងបាទបច្ចុប្បន្នភាពបាទថ្ងៃទី12ខែ11 2025បាទចិត្តចូលឆ្នាំថ្មីឆ្នាំសកលទៀតហើយ2025ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី2026បាទនៅបាំងតែមួយខែបន្តិចបន្តួចទៀតទេគឺចូលឆ្នាំ2026ហើយបាទក៏សូមសិទ្ធិពរជ័យដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទឃើញវីដេអូនេះហើយឆ្នាំថ្មីបាទចូលមកដល់ឆ្នាំ2026ហ្នឹងគឺហេងគ្រប់គ្នារកស៊ីទទួលទានមានបានសម្បូរសវាយកើតការវាលគុំដោយទឹកអប់បំពង់ខ្ចីបាទបងប្អូនហើយនេះគឺសัตว์ព្រាបច្រើនថ្ងៃនេះខ្ញុំថតពីព្រឹកបងប្អូនណាបាទពីព្រឹកខ្ទង់ប្រហែលជាម៉ោង9បាទនេះបងប្អូនហើយព្រាបរាប់ពាន់រាប់ម៉ឺនក្បាលបាទមកហ្នឹងដើម្បីរកចំណីពេលដែលភ្ញៀវជាតិនិងអន្តរជាតិគាត់មកគាត់ទិញដូចជាល្ងពោតសណ្ដែកបាចឲ្យវាស៊ីអញ្ចឹងណាបាទអញ្ចឹងជាទម្លាប់បាទនេះគឺវាសាំងតែម្ដងបាទគឺបងប្អូនយើងអត់វាយអត់ចាប់យកទៅធ្វើចំណីទេគឺទុកដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិកំសាន្តមើលពេលដែលមកមុខវាំងបាទត្រជាក់តែជ្រុំមែនតែនទាំងមនុស្សទាំងសត្វបាទព្រាបទីណាមានព្រាបកោះកនឹងគឺមានសុខសន្តិភាពស្រឡាញ់គ្នារួបរวมគ្នាបងប្អូនណាបាទมันក្បត់កេងប្រវាញ់គ្នាទេបាទនេះបាទដោយក្តីស្មោះត្រង់បាទគ្នានឹងគ្នាបាទដើម្បីរួមរស់មានជីវិតដូចគ្នាបាទព្រះអង្គដងការក៏ដូចជាទលេមុខ4បាទសូមប្រសិទ្ធពរជ័យដល់បងប្អូនឃើញវីដេអូនេះហើយសុខសប្បាយហេងឆ្នាំថ្មីឆ្នាំចាស់ជាពីជំងឺសុខសុវត្ថិភាពតាមផ្លូវដើរលេងទីណាចិត្តឆ្ងាយអីបាទបងប្អូននេះគឺច្រើនកកកមែនតែនបងប្អូនយើងបាទអរគុណបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទវីដេអូខ្ញុំធ្វើអំពីកំសាន្តទេសចរអញ្ចឹងណាបងប្អូនយើងបាទអរគុណណាស់បងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាទអរគុណបាយហេងវាដាក់ហ្នឹងហើយវាទៅចូលវាំង